មុន VLOOKUP ហ្នឹងអត់ខុសពី XLOOKUP ទេប៉ុន្តែគោលបំណងហ្នឹងតែមួយទេឧទាហរណ៍យើងចង់ស្វែងរកទិន្នន័យរបស់សិស្សហើយយើងមាន ID សិស្សជាគោលឬក៏មានលេខរៀងសិស្សជាគោលដោយលោកគ្រូសួរមិញអញ្ចឹងគឺយើងអាចប្រើបានដូចគ្នាគ្រាន់តែការប្រើហ្នឹងខុសគ្នាបន្តិចខុសគ្នាបែបណាយើងអាចទៅមើលជាក់ស្ដែងអញ្ចឹងខ្ញុំមាន2ស្លឹកកិច្ចការដូចគ្នាស្លឹកកិច្ចការទី1និងស្លឹកកិច្ចការទី2បាទអញ្ចឹងខ្ញុំចង់ស្វែងរកបន្ទុកអក្សរសាស្ត្រខ្មែរបន្ទុកភាសាខ្មែរនៅសិស្សទី1អញ្ចឹងខ្ញុំគ្រាន់តែសរសេរមកស្មើVLOOKUP បាទ VLOOKUP ហើយសូមលោកគ្រូចុចនៅលើកូដរបស់សិស្សមកឬក៏ ID របស់សិស្សឬក៏លេខរៀងរបស់សិស្សដែលលោកគ្រូចង់ដាក់លក្ខខណ្ឌនឹងមកបាទបន្ទាប់មកសូមលោកគ្រូចុចក្បៀស1ចុចក្បៀស1ហើយកន្លែងនេះគឺលោកគ្រូអត់ត្រូវទៅ select នៅលើលក្ខខណ្ឌរួចចាំ select ឲ្យទិន្នន័យបង្ហាញទេគឺយើង select ទាំងអស់តែម្ដងហើយបូកជាមួយនឹងលក្ខខណ្ឌឲ្យរូបមន្តនឹងស្វែងរកទិន្នន័យដែរអញ្ចឹងកន្លែងនេះយើងមាន ID សិស្សជាគោលអញ្ចឹងយើង select ចេញពី ID មកអញ្ចឹងចង់ឲ្យទិន្នន័យនឹងបង្ហាញដល់កន្លែងណាយើងគ្រាន់តែ select មកបាទ select ដល់ក្រោមបាទ select ដល់ក្រោមមក select ដល់ក្រោមហើយកន្លែងនេះគឺលោកគ្រូត្រូវរាប់សុំទោសយើងអាចចាក់សោសិនយើងអាចចាក់សោហើយតបពីលោកគ្រូចាក់សោហើយសូមលោកគ្រូអ្នកគ្រូរាប់នឹងមានន័យថារាប់ជួរបាទរាប់ជួរត្រូវតែយើង select ណាឧទាហរណ៍ថាយើង select ត្រឹម ID សិស្សអញ្ចឹងកន្លែងនេះជាលេខរៀងទី1លេខរៀងទី1ទី2ទី3ទី4ទី5ទី6ទី7បាទអញ្ចឹងកន្លែងនេះយើងត្រូវដាក់ក្បៀស1ហើយសូមលោកគ្រូអ្នកគ្រូរាប់មកបាទរាប់1 2 3អញ្ចឹងបន្ទុកភាសាខ្មែរនៅក្នុងជួរទី3អញ្ចឹងយើងបាត់មកវិញមក enter បាទអញ្ចឹងកន្លែងនេះគឺបង្ហាញបានតែមួយអញ្ចឹងឯងបាទអញ្ចឹងដល់ពេលកន្លែងផ្សេងទៀតឧទាហរណ៍ថាគណិតវិទ្យាគឺយើង copy រូបមន្តខាងលើមកយើងដាក់នៅខាងក្រោមនេះហើយកន្លែងនេះយើងបដូរទៅលេខ4ដោយសារអីដោយសារគណិតវិទ្យានៅលេខ4បាទ1 2 3 4អញ្ចឹងយើងដាក់លេខ4បាទអញ្ចឹងVLOOKUP មានតែប៉ុណ្្នឹងឯងលោកគ្រូបាទខុសពី XLOOKUP ត្រង់ថាបើយើងចង់ឲ្យទិន្នន័យបង្ហាញនៅ column ណាយើងត្រូវរាប់ជួរដែលយើង select ហ្នឹងហើយយើងដាក់លេខចូលបាទប៉ុន្តែបើ XLOOKUP យើង select តែម្ដងបាទយើង select តែម្ដងមកចាញ់ដោយស្វ័យប្រវត្តិណាបាទ